ជារឿយៗផ្នែកដែលលាក់កំបាំងនៃចិត្តខាងក្នុងអាចជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់យើងដោយមិនដឹងខ្លួនវាអាចនាំឲ្យយើងបន្ទោសទៅលើព្រេងវាសនាជាជាងការមើលឲ្យឃើញពីកម្លាំងជំរុញពីខាងក្នុងខ្លួនរបស់យើងក្នុងឆាកជីវិតនេះការយល់ដឹងពីខ្លួនឯងឲ្យបានស៊ីជម្រៅគឺជាបញ្ញាដ៏ខ្ពង់ខ្ពស់បំផុតដែលអាចឲ្យយើងក្លាយជាអ្នកដឹកនាំនៃជីវិតផ្ទាល់ខ្លួនរបស់យើងបានជាជាងត្រឹមតែជាអ្នកទស្សនាដែលត្រូវបានអូសទាញដោយកលៈទេសៈនិងបរិស្ថានជុំវិញអំណាចក្នុងការគ្រប់គ្រងវាសនានេះគឺហៅថាចិត្តសាស្ត្រនៃការគ្រប់គ្រងខ្លួនឯងដែលស្ថិតនៅខាងក្នុងខ្លួនរបស់យើងម្នាក់ៗចិត្តសាស្ត្រនៃការគ្រប់គ្រងខ្លួនឯងនេះមិនមែនត្រឹមតែជាទ្រឹស្ដីទេតែវាជាកូនសោមាសសម្រាប់ដោះសោនៃសក្តានុពលដ៏ធំធេងរបស់យើងតាមរយៈការយល់ដឹងពីដំណើរការនៃចិត្តយើងអាចក្លាយជាអ្នកដឹកនាំដ៏ប៉ិនប្រសប់នៃគំនិតអារម្មណ៍និងសកម្មភាពរបស់យើងដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល